ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនិងច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននូវវត្ថុចាប់យកដែលរៀបចំដោយក្រសួងយុទ្ធភ័ពត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើទូទាំងប្រទេសកាលពីថ្ងៃទី1 ខែមីនាឆ្នាំ2025ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យមានគោលបំណងទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញផ្តន្ទាទោសបុគ្គលមិនទទួលស្គាល់និងដើម្បីជំនួសច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យដែលប្រកាសឲ្យប្រើការថ្ងៃទី25 ខែមិថុនាឆ្នាំ2013ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យមាន7មាត្រាប៉ុណ្ណោះបានកំណត់បទល្មើសព្រំទណ្ឌមួយបទល្មើសត្រង់មាត្រា3កំណត់ឈ្មោះបទមិនទទួលស្គាល់ជាសាធារណៈនៅឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យហើយបទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី10លានរៀលទៅ50លានរៀលច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននៅវត្ថុចាប់យកបង្កើតឡើងក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌសមត្ថកិច្ចនិងនីតិវិធីក្នុងការចាត់ចែងជាបណ្ដោះអាសន្ននៅវត្ថុចាប់យកនៅក្នុងរឿងក្តីព្រំទណ្ឌក្នុងគោលបំណងរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះព្រមទាំងការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យកឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀតនិងការពារផលប្រយោជន៍សាធារណៈសម្រាប់ទម្រង់បែបបទនិងនីតិវិធីនៃការចាត់ចែងជាបណ្ដោះអាសន្នគឺមានកំណត់នៅក្នុងមាត្រា11នៃច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននៅវត្ថុចាប់យកមានខ្លឹមសារថាការចាត់ចែងជាបណ្ដោះអាសន្ននៅវត្ថុចាប់យកនេះជាគោលត្រូវធ្វើក្នុងទម្រង់ជាការលុកឡាយឡុងឬទម្រង់ផ្សេងក្រៅពីការលុកឡាយឡុងហើយបែបបទនិងនីតិវិធីត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យគឺមានកំណត់បទល្មើសនៅត្រង់មាត្រា3នៃច្បាប់ចំណែកច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននៅវត្ថុចាប់យកពុំមានកំណត់អំពើណាមួយជាបទល្មើសឡើយដោយច្រើនមានខ្លឹមសារពីបែបបទនិងយន្តការនៃការអនុវត្តពាក្យសេចក្តីព្រាងច្បាប់គឺជាអត្ថបទច្បាប់កំពុងរៀបរៀងចេញពីគំនិតផ្ដាំរដ្ឋាភិបាលដែលមានក្រសួងឬស្ថាប័នជាអ្នករៀបចំលម្អិតនៅកម្ពុជាដើម្បីបង្កើតច្បាប់បាននីតិកោឬស្ថាប័នជំនាញត្រូវរៀបចំជាសេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ដំណាក់កាលទី1ដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីដំណាក់កាលទី2បន្តទៅរដ្ឋសភាដំណាក់កាលទី3បន្តទៅព្រឹទ្ធសភាដំណាក់កាលទី4និងបន្តទៅព្រះមហាក្សត្រប្រកាសឲ្យប្រើដំណាក់កាលទី5ជានីតិវិធីអនុម័តច្បាប់ទូទៅដូច្នេះច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនិងច្បាប់ស្តីពីការចាត់ចែងជាបណ្ដោះអាសន្ននៅវត្ថុចាប់យកគឺស្ថិតនៅក្នុងដំណាក់កាលទី5នៃនីតិវិធីបង្កើតច្បាប់ដែលត្រូវបានយកមកអនុវត្តនៅទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី2 ខែមីនាឆ្នាំ2025គួរបញ្ជាក់ការផ្សព្វផ្សាយខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់ទាំងពីរនេះពុំមានដោយការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មកាលពីខែកក្កដាឆ្នាំ2022ឡើយហើយរងចាំរហូតដល់ថ្ងៃទី1 ខែមីនាឆ្នាំ2025ទើបមានការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងនិងស្ថាប័នផ្សេងប្រសិនបើក្រសួងយុទ្ធភ័ពឬទីស្តីការគុណរដ្ឋមន្ត្រីឬរដ្ឋសភាបង្ហាញនៅខ្លឹមសារលម្អិតជាច្រើនជុំវិញការតាក់តែងសេចក្តីព្រាងច្បាប់នេះគឺពិតជាល្អសម្រាប់ប្រជាពលរដ្ឋនិងអ្នកសិក្សាស្រាវជ្រាវក៏ដូចជាផ្នែកមួយដែលលើកកម្ពស់ការផ្សព្វផ្សាយច្បាប់ជូនសាធារណជនអានអត្ថបទហេងរិទ្ធសូមអរគុណចំពោះការស្ដាប់